បាទជាដំបូងខ្ញុំបាទសូមអភ័យទោសដល់ម្ចាស់រូបផងដល់បងប្រុសហើយនឹងក្មួយបាទសូមអភ័យទោសយករូបផុសបាទអរគុណបាទខ្ញុំសួរមេបងប្អូនទាំងអស់វីដេអូនេះខ្ញុំបង្ហាញអំពីកម្មវិធីសែនព្រេននៅស្រុកភូមិរបស់ខ្ញុំបាទនៅស្រុកសេះជនបទបាទនេះគេហៅថាកម្មវិធីបើហេបថងរោងបងប្អូនបើហេបថងរោងនេះគឺយើងបង្ហាញបញ្ជាក់ថាយើងធ្វើជាគំរូមួយដើម្បីប្រាប់បង្ហាញដល់គូសកលថ្មីនេះគឺថាយើងចេះស្រឡាញ់គ្នាមានបង្កាត់បរិយបាទមានលៀបម្សៅឲ្យប្តីលៀបឲ្យប្រពន្ធបាទនេះគឺបងខ្ញុំណែបងនេះលៀបឲ្យប្រពន្ធគឺយើងបង្ហាញបញ្ជាក់ប្រាប់នេះមានគូថ្មីថាឲ្យចេះស្រឡាញ់គ្នាចេះថែរក្សាគ្នាទៅវិញទៅមកអត់ឲ្យគ្នាបាទនេះប្តីបញ្ចុកប្រពន្ធលៀបម្សៅប្រពន្ធទៅដាក់មួយថើបមួយទៅបងប្អូននេះអ៊ីលគេម្ដងទៅបងនេះដាក់មួយទៅបងអើយនេះបាទទៅមកយើងដាក់លុយជូនត្រឹបបាត់ហេបថងដាក់ឲ្យប្អូនក៏មានរបស់ជូនបងវិញដូចជា pleasure មានហូហែបងប្អូននេះបាទដូចគេបក់ចូលដើម្បីសេរីសួស្ដីដល់កូនក្លោះកូនក្រមុំបាទទៅមកមកគូទៀតបងប្អូនប្រទីបើហេបថងរោនបងប្អូនមាន2គូបងប្អូនបើន័យថាខាងប្រុសមួយគូខាងស្រីមួយគូតែបើស្រុកភូមិខ្លះគេបើច្រើនបងប្អូនមានមួយខាង3គូមួយខាង4គូច្រើនគូបងប្អូនបាទនេះគូទី2បងប្អូននេះហើយបាទសិតសក់ប្រពន្ធលាបម្សៅប្រពន្ធរួចលាបក្រែមរួចក៏បាទថើបគ្នាមួយទៅបងប្អូនអើយថើបមួយទៅបាទកម្មវិធីបើហេបថងរូងបងប្អូនមានទឹកតែមានទេគឺកម្មវិធីតាំងពីបរមបារាណមកយូរបងប្អូនយើងចិត្តតែប្រពតគ្នាមកបើធ្វើកុំឲ្យបាត់វប្បធម៌ខ្មែររបស់យើងបងប្អូននេះគឺមានយូរមានថាចាមានឥឡូវយើងបើហេបថងរូងឲ្យបាច់ផ្កាស្លាបងប្អូនបាច់ផ្កាដូងផ្កាសាបងប្អូននេះគឺចង់ដៃបាច់ផ្កាដូងបាទហូហែនេះពេញផ្ទះបងប្អូនអើយនេះតាមស្រុកសេះជនបទគេធ្វើចេះបងប្អូនតែនៅខាងស្រុកបងប្អូនមានធ្វើដូចគ្នាអត់បងប្អូនជួយខមមិនប្រាប់ផងបាទនេះនៅខាងស្រុកខ្ញុំគេធ្វើចេះនេះមានបាច់បាទបាច់តង់ជាងថតបាច់តង់ប៉ះមហាបងអើយពេលនេះនេះវ៉ែពេលនេះបងប្អូនបាទច្រើនណាស់នេះអាចារ្យកិច្ចផ្កាដូងតជាងថតផ្កាពេញក្បាលបងប្អូនតែបើយើងចង់ដែរបងចង់ដែរដាក់ជាថវិកានេះលោកបងចៅសង្កាត់ក៏ចង់ដែរឲ្យកូនតែកូនក្មួយបាទសូមអរគុណបងប្អូនបាទទស្សនាវីដេអូកុំភ្លេចជួយ share ផងបងប្អូនអរគុណ